5 ចំណុចជោគជ័យលើហិរញ្ញវត្ថុដើម្បីឆ្ពោះទៅរកសេរីភាពក្នុងជីវិតស្វាគមន៍មកកាន់ Channel អាថ៌កំបាំងនៃភាពជោគជ័យតើធ្វើដូចម្តេចទើបយើងអាចសម្រេចបាននូវជោគជ័យនេះតើមានជំហានអ្វីខ្លះដែលយើងត្រូវអនុវត្ត1ការយល់ដឹងអំពីហិរញ្ញវត្ថុចំណេះដឹងគឺជាអំណាចជំហានដំបូងនិងសំខាន់បំផុតដើម្បីសម្រេចបានជោគជ័យលើហិរញ្ញវត្ថុគឺការមានចំណេះដឹងហិរញ្ញវត្ថុដោយពាក្យចាស់ពោលថាចំណេះដឹងគឺជាអំណាចបើគ្មានការយល់ដឹងច្បាស់លាស់ពីរបៀបគ្រប់គ្រងលុយកាក់ទេទោះយើងរកបានច្រើនប៉ុណ្ណាក៏ដោយក៏វាអាចហូរចេញអស់ដូចទឹកដែរ1រៀនពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុចំណូលនិងចំណាយ income and expenses យើងត្រូវដឹងច្បាស់ថាតើយើងមានចំណូលប៉ុន្មានក្នុងមួយខែនិងចំណាយអ្វីខ្លះការកត់ត្រាចំណូលចំណាយគឺជាជំហានដ៏ចាំបាច់បំផុតបំណុល debt យល់ដឹងពីប្រភេទបំណុលល្អ versus បំណុលអាក្រក់និងរបៀបគ្រប់គ្រងវាបំណុលល្អគឺជាបំណុលដែលបង្កើតផលចំណេញឧទាហរណ៍កម្ចីទិញផ្ទះជួលរីឯបំណុលអាក្រក់គឺជាបំណុលដែលស៊ីលុយយើងឧទាហរណ៍បំណុលបានអន្ទានដែលមានការប្រាក់ខ្ពស់ការសន្សំ saving យល់ដឹងពីសារៈសំខាន់នៃការសន្សំនិងរបៀបសន្សំឲ្យមានប្រសិទ្ធភាពការវិនិយោគ investing ស្វែងយល់ពីជម្រើសវិនិយោគផ្សេងគ្នានិងហានិភ័យរបស់វា 2. អានសៀវភៅនិងស្វែងរកព័ត៌មានមានចំណេះដឹងជាច្រើនដែលយើងអាចរៀនសូត្របានដូចជាសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនវីដេអូអប់រំតាម YouTube ឬ Podcast ឧទាហរណ៍សៀវភៅល្បីៗដូចជា Rich Dad Poor Dad ឬ The Richest Man in Babylon អាចផ្ដល់គំនិតល្អការស្វែងរកអ្នកជំនាញហិរញ្ញវត្ថុដើម្បីប្រឹក្សាយោបល់ក៏ជាគំនិតល្អផងដែរពីការបង្កើតផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនផែនទីបង្ហាញផ្លូវឆ្ពោះទៅរកគោលដៅជោគជ័យលើហិរញ្ញវត្ថុមិនអាចកើតឡើងដោយចៃដន្យនោះទេវាទាមទារនូវផែនការច្បាស់លាស់មួយផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រៀបដូចជាផែនទីបង្ហាញផ្លូវដែលនាំយើងឆ្ពោះទៅរកគោលដៅ1កំណត់គោលដៅហិរញ្ញវត្ថុ SMART goals ជាក់លាក់ specific ចង់បានអ្វីឲ្យច្បាស់លាស់ឧទាហរណ៍ចង់សន្សំលុយបាន$1,000ក្នុងរយៈពេល2ឆ្នាំអាចវាស់វែងបាន measurable តើយើងអាចវាស់វែងវាយ៉ាងដូចម្តេចចំនួនទឹកប្រាក់ពេលវេលាអាចសម្រេចបាន achievable តើវាអាចសម្រេចបានដោយសមត្ថភាពយើងដែរឬទេពាក់ព័ន្ធ relevant តើគោលដៅនេះពាក់ព័ន្ធនឹងជីវិតនិងអាទិភាពរបស់យើងដែរឬទេមានពេលវេលាកំណត់ time bound តើត្រូវសម្រេចវានៅពេលណាគោលដៅអាចមានរយៈពេលខ្លី3ទៅ5ខែរយៈពេលមធ្យម1ទៅ5ឆ្នាំនិងរយៈពេលវែង5ទៅ10ឆ្នាំឡើងទៅឧទាហរណ៍គោលដៅរយៈពេលខ្លីអាចជាការសន្សំលុយសម្រាប់ទិញទូរស័ព្ទថ្មីឬសម្រាប់ដំណើរកម្សាន្តគោលដៅរយៈពេលវែងអាចជាការទិញផ្ទះរៀបចំផែនការចូលនិវត្តន៍ឬផ្ដល់ការអប់រំល្អដល់កូនៗ 2. បង្កើតថវិកា budgeting ការបង្កើតថវិកាគឺជាបេះដូងនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនវាជួយឲ្យយើងដឹងថាតើលុយរបស់យើងទៅណាខ្លះកត់ត្រាចំណូលនិងចំណាយប្រើសៀវភៅកម្មវិធីទូរស័ព្ទឬ Excel ដើម្បីកត់ត្រារាល់ការចំណាយទាំងអស់បែងចែកថវិកាកំណត់ចំនួនលុយជាក់លាក់សម្រាប់ចំណាយនីមួយៗអាហារជួលផ្ទះធ្វើដំណើរការកម្សាន្តពិនិត្យឡើងវិញជាប្រចាំត្រូវពិនិត្យថវិកាឡើងវិញរៀងរាល់ខែដើម្បីកែសម្រួលប្រសិនបើចាំបាច់អនុវត្តតាមច្បាប់ 50-30-20 50% សម្រាប់តម្រូវការចាំបាច់ needs ថ្លៃផ្ទះអាហារវិក្កយបត្រ 30% សម្រាប់បំណងប្រាថ្នា wants ការកម្សាន្តការដើរផ្សារញ៉ាំអីក្រៅផ្ទះ 20% សម្រាប់សន្សំនិងវិនិយោគ savings investments លុយសង្គ្រោះបន្ទាន់ការវិនិយោគ 3. ការគ្រប់គ្រងបំណុលដោះខ្លួនឲ្យរួចពីបន្ទុកបំណុលអាចជាឧបសគ្គដ៏ធំមួយចំពោះជោគជ័យលើហិរញ្ញវត្ថុការគ្រប់គ្រងបំណុលឲ្យមានប្រសិទ្ធភាពគឺជារឿងសំខាន់បំផុត 1. កំណត់អត្តសញ្ញាណបំណុលរបស់អ្នកចំនួនទឹកប្រាក់តើជំពាក់ប៉ុន្មានអត្រាការប្រាក់តើបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេការកំណត់សងតើត្រូវសងនៅពេលណា 2. បង្កើតយុទ្ធសាស្ត្រសងបំណុលវិធីសាស្ត្រ Debt Snowball Method សងបំណុលដែលមានចំនួនតិចបំផុតមុនគេហើយនៅពេលសងរួចយកលុយដែលធ្លាប់សងនោះទៅបន្ថែមលើបំណុលបន្ទាប់ដែលតិចជាងគេវិធីនេះផ្ដល់កម្លាំងចិត្តឲ្យយើងបន្តសងវិធីសាស្ត្របាក់ទឹកកក Debt Avalanche Method
សងបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតមុនគេវិធីនេះជួយសន្សំសំចៃការប្រាក់សរុបបានច្រើនបំផុត 3. ជៀសវាងបំណុលដែលមិនចាំបាច់មុននឹងខ្ចីលុយអ្វីមួយត្រូវគិតឲ្យបានច្បាស់លាស់ថាតើវាពិតជាចាំបាច់ដែរឬទេជៀសវាងការខ្ចីលុយសម្រាប់របស់របរដែលមិនផ្ដល់តម្លៃឬសម្រាប់ចំណាយលើសពីលទ្ធភាព 4. ការសន្សំនិងការវិនិយោគបង្កើតទ្រព្យសម្បត្តិឲ្យរីកចម្រើនការសន្សំគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះការវិនិយោគគឺជាគន្លឹះដើម្បីបង្កើតទ្រព្យសម្បត្តិរបស់យើងឲ្យរីកចម្រើនទៅតាមពេលវេលា 1. បង្កើតលុយបន្ទាន់ Emergency Fund នេះគឺជាលុយដែលយើងត្រូវសន្សំទុកសម្រាប់ករណីបន្ទាន់ដែលមិនបានរំពឹងទុកដូចជាបាត់បង់ការងារជំងឺធ្ងន់ធ្ងរឬគ្រោះថ្នាក់គោលដៅគឺសន្សំឲ្យបានស្មើនឹងចំណាយរយៈពេល 3 ទៅ 6 ខែលុយនេះគួរទុកក្នុងគណនីសន្សំដែលងាយដកប្រើប្រាស់ 2. ចាប់ផ្ដើមសន្សំជាប្រចាំធ្វើឲ្យការសន្សំក្លាយជាទម្លាប់មួយកំណត់ចំនួនទឹកប្រាក់ជាក់លាក់ដែលត្រូវសន្សំរៀងរាល់ខែហើយធ្វើការផ្ទេរលុយនោះដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំបង់ឲ្យខ្លួនឯងមុនគេ Pay yourself first គឺជាគោលការណ៍ដ៏សំខាន់ 3. ស្វែងយល់ពីការវិនិយោគភាគហ៊ុន Stocks ការទិញចំណែកនៃក្រុមហ៊ុនមានហានិភ័យខ្ពស់ប៉ុន្តែក៏មានសក្តានុពលចំណេញខ្ពស់ដែរមូលបត្របំណុល Bonds ការឲ្យរដ្ឋាភិបាលឬក្រុមហ៊ុនខ្ចីលុយមានហានិភ័យទាបជាងភាគហ៊ុនប៉ុន្តែផលចំណេញក៏ទាបជាងដែរមូលនិធិរួម Mutual Funds ETFs ការវិនិយោគលើប្រភេទទ្រព្យសម្បត្តិជាច្រើនក្នុងពេលតែមួយជួយកាត់បន្ថយហានិភ័យដោយសារការធ្វើពិពិធកម្មអចលនទ្រព្យ Real Estate ការទិញដីផ្ទះឬអាផាតមិនដើម្បីជួលឬលក់បន្តអាជីវកម្ម Business ការវិនិយោគលើអាជីវកម្មផ្ទាល់ខ្លួនឬអ្នកដទៃមុននឹងវិនិយោគត្រូវសិក្សាស្រាវជ្រាវឲ្យបានហ្មត់ចត់និងយល់ដឹងពីហានិភ័យដែលពាក់ព័ន្ធចាប់ផ្ដើមដោយចំនួនតិចតួចសិនរួចបង្កើនបន្តិចម្ដងនៅពេលដែលមានចំណេះដឹងនិងបទពិសោធន៍កាន់តែច្រើន 4. ធ្វើពិពិធកម្មការវិនិយោគ Diversification កុំដាក់ពងមាន់ទាំងអស់ក្នុងកន្ត្រកតែមួយការធ្វើពិពិធកម្មបែងចែកការវិនិយោគទៅតាមប្រភេទទ្រព្យសម្បត្តិផ្សេងគ្នាជួយកាត់បន្ថយហានិភ័យនៅពេលទីផ្សារប្រែប្រួល 5. ការការពារទ្រព្យសម្បត្តិការត្រៀមខ្លួនសម្រាប់អនាគតការរកលុយនិងវិនិយោគគឺសំខាន់ប៉ុន្តែការការពារទ្រព្យសម្បត្តិដែលយើងមានក៏សំខាន់មិនចាញ់គ្នាដែរ 1. ការទិញធានារ៉ាប់រង Insurance ធានារ៉ាប់រងសុខភាពការពារខ្លួនយើងនិងគ្រួសារពីបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរនៅពេលមានជំងឺធានារ៉ាប់រងអាយុជីវិតធានាថាគ្រួសារយើងមានមូលនិធិគ្រប់គ្រាន់ប្រសិនបើមានអ្វីកើតឡើងចំពោះយើងធានារ៉ាប់រងអចលនទ្រព្យយានយន្តការពារទ្រព្យសម្បត្តិរបស់យើងពីគ្រោះថ្នាក់ឬការខូចខាត 2. ការរៀបចំផែនការចូលនិវត្តន៍ចាប់ផ្ដើមរៀបចំផែនការចូលនិវត្តន៍តាំងពីក្មេងទោះបីជាពេលនេះអ្នកនៅក្មេងក៏ដោយក៏ពេលវេលាវិនិយោគ Compound Interest នឹងជួយឲ្យលុយរបស់អ្នករីកធំធាត់យ៉ាងលឿននៅពេលចាស់ទៅ 3. ការរៀបចំឆន្ទៈនិងមរតក Estate Planning ការរៀបចំឆន្ទៈនិងផែនការមរតកជួយធានាថាទ្រព្យសម្បត្តិរបស់យើងត្រូវបានបែងចែកទៅតាមបំណងប្រាថ្នារបស់យើងនៅពេលយើងលែងមាន 5. របៀបគិតអំពីហិរញ្ញវត្ថុចិត្តគំនិតដ៏សំខាន់ជោគជ័យលើហិរញ្ញវត្ថុមិនមែនត្រឹមតែជាចំណេះដឹងនិងផែនការនោះទេវាជារបៀបគិតរបស់យើងចំពោះលុយកាក់ 1. កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃមនុស្សម្នាក់ៗមានដំណើរជីវិតនិងគោលដៅខុសគ្នាកុំឲ្យបណ្ដាញសង្គមធ្វើឲ្យយើងគិតថាយើងត្រូវតែមានរបស់របរដូចអ្នកដទៃផ្ដោតលើគោលដៅផ្ទាល់ខ្លួនរបស់យើង 2. មានភាពអត់ធ្មត់និងវិន័យជោគជ័យលើហិរញ្ញវត្ថុមិនមែនជាការសម្រេចបានភ្លាមនោះទេវាទាមទារនូវភាពអត់ធ្មត់និងវិន័យក្នុងការអនុវត្តផែនការរបស់យើងជាប្រចាំ 3. ចេះសប្បាយរីករាយនឹងជីវិតបច្ចុប្បន្នខណៈពេលដែលយើងសន្សំនិងវិនិយោគសម្រាប់អនាគតកុំភ្លេចរីករាយនឹងជីវិតបច្ចុប្បន្នផងត្រូវរក្សាតុល្យភាពរវាងការសន្សំនិងការចំណាយលើអ្វីដែលធ្វើឲ្យយើងសប្បាយរីករាយ 4. យល់ដឹងពីតម្លៃលុយលុយគឺជាឧបករណ៍មួយវាមិនមែនជាគោលដៅចុងក្រោយនោះទេគោលដៅចុងក្រោយគឺសុភមង្គលសេរីភាពនិងសមត្ថភាពក្នុងការជួយខ្លួនឯងនិងអ្នកដទៃសរុបមកជោគជ័យលើហិរញ្ញវត្ថុគឺជាដំណើរការមួយដែលទាមទារនូវការបដិញ្ញាចិត្តការរៀនសូត្រជាបន្តបន្ទាប់និងការអនុវត្តយ៉ាងទៀងទាត់វាចាប់ផ្ដើមពីការយល់ដឹងបន្ទាប់មកបង្កើតផែនការគ្រប់គ្រងបំណុលសន្សំវិនិយោគនិងការពារទ្រព្យសម្បត្តិ
ទីបំផុតវាមិនមែនគ្រាន់តែនិយាយអំពីចំនួនទឹកប្រាក់នៅក្នុងកណនីធនាគារនោះទេប៉ុន្តែវាជាការមានសន្តិភាពផ្លូវចិត្តការមានសេរីភាពក្នុងការសម្រេចចិត្តនិងការមានលទ្ធភាពក្នុងការរស់នៅតាមក្តីសុបិនរបស់យើងចង់បានចូលយើងចាប់ផ្ដើមពីថ្ងៃនេះចាប់ផ្ដើមរៀនសូត្រចាប់ផ្ដើមធ្វើផែនការនិងចាប់ផ្ដើមអនុវត្តជោគជ័យលើហិរញ្ញវត្ថុមិនមែនជារឿងដែលមិនអាចទៅរួចនោះទេវាស្ថិតនៅក្នុងដៃរបស់យើងម្នាក់ៗសូមជួយចុច Subscribe ដើម្បីទទួលបានការចែករំលែកចំណេះដឹងនៃភាពជោគជ័យជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា